ចាស់គឺមានជំនឿមួយគឺហាមឲ្យទាំងអស់គ្នាហ្នឹងកាត់កញ្ចក់ពេលយប់តែបើសិនជាទាំងអស់គ្នាចង់មើលឃើញខ្មោចដោយការកាត់កញ្ចក់ទាំងអស់គ្នាត្រូវធ្វើនៅក្នុងចន្លោះពីម៉ោង10ទៅម៉ោង12យប់ហើយការកាត់កញ្ចក់ដៃនឹងទៀតទាំងអស់គ្នាត្រូវកាត់ចាប់ពីដៃស្ដាំចាប់ដើមពីកូនដៃទៅមុនគេបង្អស់ដេញមកដល់មេដៃនៅពេលដែលកាត់ហើយទាំងអស់គ្នាត្រូវចំណាំថាកញ្ចក់ឲ្យអ្នកទាំងអស់គ្នាកាត់ហ្នឹងគឺត្រូវតែមានទម្រង់កោងទាំងអស់គ្នាកុំឲ្យដាក់ចេញពីគ្នាទាំងអស់គឺត្រូវតែកោងឲ្យជាប់មករបៀបជាប់មួយហើយទៅខ្ចប់ជាមួយនឹងកណាត់ខ្មៅកណាត់អីក៏បានដែរណាទាំងអស់គ្នាដែលជាកណាត់ខ្មៅហាមដាច់ខាត់កណាត់ដែលថ្មីត្រូវយកកណាត់អ្នកទាំងអស់គ្នាប្រើហើយយកមកខ្ចប់ហើយទាំងអស់គ្នាត្រូវយកកញ្ចក់ទៅដាក់នៅទិសខាងលិចនៅជ្រុងបន្ទប់ឬក៏ជ្រុងផ្ទះរបស់អ្នកទាំងអស់គ្នាជាដាច់ខាតហ្មងហើយនៅពេលអ្នកទាំងអស់គ្នាចូលគេងវិញគឺនឹងមានគេមកកាត់កញ្ចក់នៅចុងជើងរបស់អ្នកទាំងអស់គ្នាឯងហើយគេហ្នឹងទាំងអស់គ្នាគឺជាវិញ្ញាណខ្មោចប៉ុន្តែគេមកនៅក្នុងលក្ខណៈថាល្អទេហើយទាំងអស់គ្នានឹងឮសំឡេងកាត់ក្រឹបតែបើមិនជាទាំងអស់គ្នាចង់បើកភ្នែកមើលហ្មងគឺហាមដាច់ខាត់ហាមស្រែកឆោឡោបើអ្នកទាំងអស់គ្នាស្រែកឆោឡោច្បាស់ជាមានរឿងធំហើយបើសិនជាទាំងអស់គ្នាចង់ដឹងថាកញ្ចក់នឹងមែនឬមែនណាស្អែកឡើងទាំងអស់គ្នាទៅមើលកញ្ចក់ទៅមើលកន្លែងដែលអ្នកទាំងអស់គ្នាទុកកញ្ចក់នឹងវិញទាំងអស់គ្នានឹងបានឃើញហើយថាកញ្ចក់ដែលយកមកដូរនឹងគឺជាកញ្ចក់ថ្មីអ្នកទាំងអស់គ្នាហ្នឹងគឺជារឿងតាក់ទងជាមួយនឹងការកាត់កញ្ចក់នៅពេលយប់ព្រោះអ្នកទាំងអស់គ្នាចង់ឃើញខ្មោចហើយទាំងអស់គ្នាដឹងអត់ថាបងស្រីម្នាក់ហ្នឹងគឺគាត់បានធ្វើតាមអីដែលខ្ញុំរៀបរាប់ទាំងអស់ហ្នឹងពីខាងលើហ្នឹងតែម្ដងហើយគាត់ថានៅពេលដែលគាត់កាត់ហើយគឺគាត់ធ្វើខុសមួយចំណុចដោយសារគាត់ហ្នឹងអត់បានអានដល់កន្លែងនេះគេនិយាយថាហាក់កញ្ចក់ហ្នឹងដាច់ខាតគឺហាមដុតហើយនឹងយកបោះចោលតែត្រូវយកទៅកប់ឬទៅយកទុកនៅកន្លែងណាមួយឲ្យឆ្ងាយគាត់ជំរឿគាត់យកកញ្ចក់ដែរគេយកមកដូរយកទៅដុតចោលទាំងអស់គ្នាទៅដុតចោលហើយចាប់ពីពេលហ្នឹងមកគឺគាត់ជួបរឿងរន្ធត់ជាច្រើនមែនតើគាត់ថាគាត់ដល់ថ្នាក់គាត់រើពីផ្ទះចេញពីផ្ទះគាត់មកនៅស្រុកមកនៅពេញវិញឡើងចូល3 4ខែហ្នឹងគាត់នៅមានអារម្មណ៍ថាមានគេមកតាមគាត់ហើយគឺមានគេតាមមើលគាត់នៅក្នុងបន្ទប់នឹងជានិច្ចតែម្ដងគាត់ធ្លាប់ឃើញម្នាក់ស្រីនឹងម្ដងគឺអង្គុយនៅលើទូកៅអៅរបស់គាត់អង្គុយទៅស្យងជើងចុះនៅទូកៅអៅរបស់គាត់ហើយរូបរាងរបស់ម្នាក់ស្រីហ្នឹងគឺខ្មៅមាឌធំសក់សពងប្រពន្ធចអេម្នាក់ស្រីហ្នឹងអង្គុយថ្មឹងហើយស្រឡឹងមើលគាត់រាល់ថ្ងៃតែម្ដងដបងគាត់គិតថាប្រហែលជាជំនាញបន្ទប់ឬមួយក៏ជំនាញផ្ទះដែលគាត់បានជួលនៅហ្នឹងប៉ុន្តែនៅពេលដែលយូរទៅទាំងអស់គ្នាគាត់ចាប់អារម្មណ៍ថាម្នាក់ស្រីហ្នឹងចាប់ផ្ដើមបដូរទីតាំងពីអង្គុយនៅលើទូមកអង្គុយនៅចុងជើងគាត់ហើយតែងតែទាញកញ្ចក់គាត់ទាញដបងគាត់ថាពេលដែលចាប់ផ្ដើមទាញមកគាត់មានអារម្មណ៍ថាជាយល់សប្តិបន្តិចមែនតែបន្តិចហើយគាត់មើលទៅព្រិលគាត់មើលច្បាស់ទេប៉ុន្តែនៅពេលដែលគាត់បើកនេះមើលទាំងអស់នេះបាក់ភ្លើងមើលគាត់ឃើញកញ្ចក់ជើងរបស់គាត់ហ្នឹងចាប់ផ្ដើមមានឈាមដូចមានគេយកស្អីញុកចូលទៅក្នុងកន្លែងកញ្ចក់ជើងហ្នឹងហើយគាត់ថានៅពេលហ្នឹងក៏គាត់អត់តាន់ចាប់អារម្មណ៍ទៅដល់រឿងដែលគាត់នឹងបានដូរកញ្ចក់ដែរពេលបានកាត់កញ្ចក់ពេលយប់ដើម្បីធ្វើពិធីចង់ឃើញខ្មោចអីអស់ហ្នឹងដែរដោយសារតែរឿងហ្នឹងគឺគាត់បានធ្វើវាចូលចង់3 4 ខែហើយតាំងពីគាត់រើមកនៅពេញវិញអញ្ចឹងណាហើយទាំងអស់គ្នាវាចាប់ទៅនឹងទេគាត់ចាំបានម្ដងនោះទៀតគាត់ថាគាត់កំពុងតែដេកទាំងអស់គ្នាស្រាប់តែមានតែគេម្នាក់រុញគាត់ធ្លាក់ពីលើគ្រែនៅពេលដែលគាត់ធ្លាក់ទៅក្រោមគ្រែគឺគាត់ឃើញម្នាក់ស្រីនឹងដេកនៅក្រោមគ្រែម្នាក់ស្រីនឹងគឺដូចមុនអញ្ចឹងមានធំមុខខ្មៅហ្មងមុខខ្មៅឃើញតែប្រឡោះភ្នែកបសហើយនឹងសក់សពងធំមែនតើម្នាក់ស្រីនឹងគឺដេកនៅក្រោមគ្រែមួយគាត់របៀបអញ្ចឹងណាគឺធ្វើឲ្យគាត់ឃើញអញ្ចឹងហ្មងហើយគាត់ថានៅពេលហ្នឹងដែរគាត់ក៏ចាប់ដើមស្រែកឆោឡោស្រែកមកខ្មោចយងពេញនៅក្នុងផ្ទះជួលហ្នឹងហើយគេក៏ចេញមកមើលជាមួយសួរនាំគាត់អីទៅគាត់ក៏ថានៅនឹងមានខ្មោចគាត់បានស្នាក់ឆ្លោះជាមួយនឹងម្ចាស់ផ្ទះគេគាត់ចោទថាផ្ទះគេមានខ្មោចទាំងអស់គ្នាអញ្ចឹងគាត់ឆ្លោះមួយម្ចាស់ផ្ទះគេនឹងមកហើយម្ចាស់ផ្ទះគេដល់ថ្នាក់ឈប់ជួលឲ្យគាត់មកនេះថាគាត់មកចោទផ្ទះគេទាំងដែរផ្ទះគេហ្នឹងគឺធ្វើលក្ខណៈណាគេទៅធ្វើបាន1ឆ្នាំហើយអត់ដែលមានបញ្ហាអត់ដែលមានគេនិយាយថាមានខ្មោចមានទាំងអស់ហ្មងណាដល់គាត់ចូលមកហ្នឹងគាត់ចោទគេថាអញ្ចឹងគេរៀងខឹងដែរគាត់ក៏បានរើទៅនៅមួយពួកម៉ាក់គាត់វិញគាត់ថានៅពេលដែលគាត់រើទៅនៅមួយពួកម៉ាក់គាត់វិញអារម្មណ៍របស់គាត់គឺចាប់ដើមលេងខ្លាចដោយសារអីគាត់ថាមានគ្នានៅ2នាក់ជាមួយគ្នាចឹងគឺអត់សូវខ្លាចទេពេលហ្នឹងគាត់ថាគាត់កំពុងដេកតែឯងគាត់មានអារម្មណ៍ថាទ្វារបន្ទប់គាត់បើកហើយគាត់ថាពេលហ្នឹងពួកម៉ាក់គាត់ចេញទៅក្រៅហើយចឹងអីដែលគាត់គិតថាប្រហែលជាពួកម៉ាក់គាត់ត្រឡប់មកវិញប៉ុន្តែគាត់ថាតែមានអារម្មណ៍ថាមានម្នាក់ផ្សេងដើរចូលក្នុងបន្ទប់ហើយមកអង្គុយចុងជើងគាត់ដដែលមកអង្គុយចុងជើងគាត់ថាដំបងអង្គុយស្ទាបជើងគាត់ធម្មតាហើយគាត់ក៏ញ៉ាំគាត់ថាជាហាញលេងអីគេលេងរបៀបគាត់ថាមិត្តភក្តិគាត់នឹងលេងបាត់ជើងគាត់ទាំងអស់គ្នាអញ្ចឹងគាត់នឹងក៏អត់ទៅច្រើនគាត់ស្ងប់ដេកតតែម្នាក់ផ្សេងនឹងអស់ពី
តែជើងគាត់ថាចាប់ដាំកាត់ម្រាមជើងគាត់កាត់ម្ដងតិយូរទៅកាច់មកផុសហ្មងគាត់ថាកាច់មកផុសមកទៅហៅដល់គាត់ស្ទុះក្រោមអង្គុយនៅពេលគាត់ស្ទុះក្រោមអង្គុយទៀតគាត់ឃើញម្នាក់ស្រីនឹងលូនចូលក្រោមគ្រែគាត់ថានៅពេលដែលម្នាក់ស្រីលូនចូលក្រោមគ្រែគាត់ខឹងគាត់គិតថាជាពួកម៉ាក់គាត់អញ្ចឹងគាត់លូនទៅមើលក្រោមនឹងតាមប៉ុន្តែនៅពេលគាត់លូនទៅអ្នកគ្នាគឺម្នាក់ស្រីនឹងកំពុងអង្គុយផ្កាប់មុខលក្ខណៈដេកផ្កាប់មុខនៅលើដីហ្នឹងមើលមកគាត់ហើយមើលមកគាត់ស្លាប់គាត់ឲ្យភ្នែកឡើងធំហើយខ្មៅហ្មងហើយសាក់សពងហ្នឹងគឺកំពុងតែស្លាំងមកមើលគាត់ចាំចេះស្លាំងមកមើលគាត់ចាំហ្នឹងហ្មងគាត់ពេលហ្នឹងគាត់ថាគាត់ឡើងកាំងខ្លាំងមែនតើកាំងឡើងសឹងស្លាប់ហ្មងគាត់តែគាត់កម្រើកខ្លួនអត់រួចហើយម្នាក់ស្រីហ្នឹងវាចេញពីក្រុមក្រែហើយក៏វាឡើងអញ្ចឹងទៅបាត់គាត់ថាម្នាក់ស្រីហ្នឹងគឺវាឡើងទៅបាត់ហ្មងហើយគាត់ហ្នឹងក៏អង្គុយថ្មឹងនៅក្រោមក្រែហ្នឹងមកសន្ទុះរហូតដល់ពួកម៉ាក់គាត់មកវិញសួរនាំគាត់ក៏ថាពេលពួកម៉ាក់គាត់មកវិញពេលរបៀបផ្ទះស្មាផ្ទះខ្នងគាត់សួរនាំគាត់អីទៅគាត់ក៏បាននិយាយឡើងវិញទៅគាត់ក៏និយាយប្រាប់រឿងគាត់បានជួបនឹងរបៀបអញ្ចឹងទាំងអស់គ្នាហើយគាត់ថាគឺភ្លេចឲ្យឆឹងរឿងតាក់ទងមួយកាក់កញ្ចក់ហ្នឹងគឺគាត់ថាភ្លេចហ្មងភ្លេចឆឹងហ្មងគាត់ក៏ទៅឲ្យគ្រូគេមើលទៅណាគ្រូគេថាគាត់នឹងទៅកាត់កញ្ចក់នៅពេលដែលកាត់កញ្ចក់ហ្នឹងហើយអាចថាគាត់នឹងធ្វើខុសតំណងគេដុតកញ្ចក់ដុតអីចឹងធ្វើឲ្យគេនឹងខឹងដោយសារកញ្ចក់ហ្នឹងគឺជាកញ្ចក់របស់គេដែលខំយកមកដូរជាមួយនឹងយើងប៉ុន្តែយើងយករបស់គេទៅដុតចោលអញ្ចឹងគេខំទៅតាមគាត់ហ្នឹងទៅតាមរហូតអញ្ចឹងណាហើយគាត់ក៏សុំឲ្យគ្រូជួយអីហ្នឹងគ្រូក៏ប្រាប់ឲ្យគាត់ទៅស្រោចទឹក7វត្តគាត់ឲ្យរបៀបថាឲ្យធ្វើនេះធ្វើនោះច្រើនដែរប៉ុន្តែគាត់ថាមួយយូរអញ្ចឹងគាត់នឹងភ្លេចអញ្ចឹងណាអ្នកទាំងអស់គ្នាសម្រាប់សាច់រឿងហ្នឹងគឺមានតែប៉ុណ្្នឹងទេហើយបើទាំងអស់គ្នាចង់សាកល្បងអាចធ្វើបានប៉ុន្តែត្រូវទៅចាំឲ្យច្បាស់បើសិនជាពេលដែលគេមកកាត់កញ្ចក់នៅចុងជើងរបស់អ្នកទាំងអស់គ្នាបើអ្នកទាំងអស់គ្នាចង់មើលអាចមើលបានប៉ុន្តែដាច់ខាតហាមស្រែកឡូឡាឬមួយក៏ហាមឆោឡោឲ្យសោះព្រោះថាបើអ្នកទាំងអស់គ្នាឆោឡោនឹងធ្វើទាំងអស់គ្នាហ្នឹងត្រូវគេតាមអ្នកទាំងអស់គ្នារហូតរបៀបអញ្ចឹងណាចឹងហើយមួយទៀតហ្នឹងគឺហាមជំនឿទាំងអស់គ្នាកាត់ហើយហាមដាច់ខាតគឺយកកញ្ចក់ហ្នឹងទៅបោះចោលឬក៏យកទៅដុតព្រោះថាអាហ្នឹងគឺជាការប្រមាថនឹងការរបៀបនឹងការអត់គោរពគេខំយកកញ្ចក់មកដូរឲ្យយើងហើយរឿងហ្នឹងគឺមានតែប៉ុណ្្នឹងទេហើយបើសិនទាំងអស់គ្នាមានរឿងចែករំលែកអាចធ្វើការឆាតមកក្នុង account IG របស់ខ្ញុំបានហើយកុំភ្លេច follow account IG របស់ខ្ញុំមួយផងហើយកុំភ្លេចនេះទៀតកុំភ្លេចតាមដានទស្សនារឿងពូក្មេងជាទីស្រឡាញ់និងរឿងចិត្តពីរដែលកំពុងតែចាក់បញ្ចាំងហើយនៅស្ថានីយទូរទស្សន៍បាយ័ន